លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មីចំនួន3ខ្នងជូនក្រុមគ្រួសាររបស់វីរៈកងទ័ពពលីនៅព្រឹកថ្ងៃទី3ខែសីហាឆ្នាំ2026លោកជំទាវបណ្ឌិតបានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន3ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ជូនដល់ក្រុមគ្រួសារនៃវីរៈកងទ័ពពលីរស់នៅក្នុងទឹកដីខេត្តកណ្ដាលក្នុងការគិតគូរជាបន្តបន្ទាប់លោកជំទាវបណ្ឌិតបានអញ្ជើញប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ជូនដល់ក្រុមគ្រួសារនៃវីរៈកងទ័ពពលីរស់នៅក្នុងទឹកដីខេត្តកណ្ដាលក្នុងឱកាសនោះផងដែរលោកជំទាវបណ្ឌិតបានពំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតរួមជាមួយប្រសាសន៍សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនដល់ក្រុមគ្រួសារនៃសពផងដែរទន្ទឹមនឹងនេះដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃលោកជំទាវបណ្ឌិតក៏បាននាំយកមកជាមួយនៅអំណោយរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតមានដូចជាថវិកាសម្ភារៈប្រើប្រាស់ស្បៀងអាហារនិងសម្ភារៈចាំបាច់ផ្សេងៗជូនដល់ក្រុមគ្រួសាររបស់វីរៈកងទ័ពសូមបញ្ជាក់ផងដែរថាជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរៈកងទ័ពរួមទាំងក្រុមគ្រួសារសម្ដេចធិបតីបានដាក់ចេញនូវគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការណែនាំក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតការស្រោចស្រង់សមាជិកគ្រួសារការផ្ដល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រការរៀបចំឥណទានសារជាថ្មីការជួយសម្រួលដល់ការផ្ទេរបានកម្មសិទ្ធិដោយមិនគិតកម្រៃសេវានិងការសាងសង់ផ្ទះជំរំភេសជ្ជសាលារៀនមន្ទីរពេទ្យសម្រាប់ប្រជាជនភេសជ្ជរួមទាំងក្រុមគ្រួសារវីរៈកងទ័ព